សួស្តីអ្នកបើកបរទាំងអស់គ្នាថ្ងៃនេះ XA Auto នឹងចែករំលែកចំណេះដឹងខ្លីៗប៉ុន្តែសំខាន់ណាស់អំពីភ្លើងសញ្ញាព្រមានដែលតែងតែបង្ហាញនៅលើរថយន្តគ្រប់ប្រភេទនិងអត្ថន័យរបស់វាចំណុចទី1 Check Engine ដែលវាមានបញ្ហាពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនចំណុចទី2 Battery Low ពាក់ព័ន្ធជាមួយនឹងបញ្ហាអស់អាគុយខ្សោយចំណុចទី3 Battery Check Engine ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រព័ន្ធសាកអាគុយឬបញ្ហាដាច់ខ្សែពៀនចំណុចទី4 Oil Pressure Light មានបញ្ហាប្រេងម៉ាស៊ីនលើសឬខ្វះនិងមានបញ្ហា sensor ចំណុចទី5 coolant level low សញ្ញានេះបង្ហាញថាទឹក coolant របស់យើងខ្វះខ្លាំងបណ្ដាលឲ្យម៉ាស៊ីនក្តៅពេកនិងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរសកម្មភាពដែលត្រូវធ្វើសូមបញ្ឈប់រថយន្តរបស់លោកអ្នកនិងបន្ថែមទឹក coolant ឲ្យបានត្រឹមត្រូវតាមស្តង់ដារសូមកុំបន្តបើកបរនៅពេលដែលទឹក coolant ខ្វះខ្លាំងពិសេសពេលម៉ាស៊ីនក្តៅចំណុចទី6 Frank System Light សញ្ញានេះបង្ហាញថាប្រព័ន្ធប្រាំងមានបញ្ហាដូចជា sensor ខូចឬស្បែកហ្វ្រាំងអស់និងសឹកខ្លាំងដែលអាចប៉ះពាល់លើសុវត្ថិភាពក្នុងពេលបើកបរសកម្មភាពដែលគួរធ្វើសូមកុំបើកបរដើរឆ្ងាយព្រោះប្រព័ន្ធហ្វ្រាំងមិនអាចចាប់ជាប់បានល្អនោះទេយករថយន្តរបស់អ្នកទៅពិនិត្យស្បែកហ្វ្រាំងនិងជួសជុលដើម្បីជៀសវាងគ្រោះថ្នាក់និងការខូចខាតខ្លាំងជាងនេះចំណុចទី7 ABS Light ដែលបញ្ហានេះខ្លះបើកបរបានខ្លះទៀតបើកបរមិនបានទេប៉ុន្តែជម្រើសដ៏ល្អកុំព្យាយាមបើកបរល្អជាងបញ្ជាក់បែកទុយោហ្វ្រាំងអស់ប្រេងប្រាំងក៏លោតសញ្ញាដែរចំណុចទី8 Tire Pressure Light សញ្ញានេះបង្ហាញថាសម្ពាធកង់ទាបឬកង់ណាមួយអាចមានបញ្ហាធូរខ្យល់សកម្មភាពដែលត្រូវធ្វើត្រូវពិនិត្យសម្ពាធកង់ទាំង4និងបន្ថែមខ្យល់ឲ្យបានត្រឹមត្រូវតាមស្តង់ដារដើម្បីជៀសវាងខូចសម្បកកង់ឬគ្រោះថ្នាក់ពេលបើកបរសូមជូនដំណឹងថាភ្លើង warning light គឺជាសញ្ញាសំខាន់ដែលកុំមើលរំលងបើអ្នកឃើញភ្លើងណាមួយភ្លឺលើ dashboard សូមយកមកឲ្យជាងជំនាញពិនិត្យឲ្យបានត្រឹមត្រូវនិងប្រកបដោយសុវត្ថិភាពបើអ្នកចូលចិត្តចំណេះដឹងបែបនេះសូមចុច like share និង follow ដើម្បីទទួលបានវីដេអូចំណេះដឹងអំពីរថយន្តបន្តទៀតសូមអរគុណ